ជាងមិនថាធ្វើអ្វីក៏ដោយក៏ហត់ដែរតែហត់នៅធ្វើការយើងបានលុយចាយតែហត់នៅផ្ទះនឹងចប់ហ្មងថ្ងៃនេះហ្នឹងគឺបើកភ្នែកមិនទាន់ទេតានិយាយទៅក្រោមដើម7បងប្អូនដោយសារផ្លែទុំពេញដើមហើយយើងអត់បាននៅមើលទៅបេះជ្រុះខ្លះក៏ខូចទៅហើយនេះមានគេអ្នកបេះខ្លះជ្រុះផ្លែទៅពេញហ្នឹងដោយសារគេឡើងកាប់នេះគូសាខ្ញុំខាងឡើងជំនាញហើយគាត់ឡើងប៉ុណ្ណាក៏ឡើងរួចដែរសុំទៅសើហ្មងអាយុប៉ុណ្ណឹងហើយនៅតែឡើងដើមឈើរួចទៀតគាត់ឡើងទៅរួនទៅនេះខ្ញុំរើសនឹងក្រោមបងប្អូនហើយរើសហ្នឹងចឹងគេថានាមរើសតែប៉ុណ្្នឹងទេបានតែកន្លះធុងហ្នឹងអង្គុយដកខ្យល់បាត់ហើយគាត់ចុះពីលើមករើសទៀតហើយនេះខ្ញុំរើសបដើហ្នឹងបេះញឹកមើលដើទាំងរាព្រឹកនេះបងប្អូនមានតែហូបអីហើយហូបអត់ជូរទៀតមិនដឹងថាថ្ងៃនឹងមាត់កើតអីទេបងប្អូន4 5គូដែរនេះបានពេញមួយធុងពេត្រូហើយក៏យកមកចាក់នឹងក៏ចាត់ចែងអង្គុយបកទៅអត់បានថ្លឹងគីឡូទេបងប្អូនហើយគឺបកយកមកបានឡើងមកកញ្ឆេងបឹបហ្មងឥឡូវចាប់ផ្ដើមលាយអំបិលយើងហើយដើម្បីរក្សាទុកឲ្យបានយូរបើយើងអត់ដាក់អំបិលទេខ្លាចខ្មោចពីញ៉ាំអញ្ចឹងបងប្អូនយើងលាយឲ្យសព្វទៅហើយយើងយកមកញាត់ចូលទៅក្នុងកន្លយើងមកញាត់ឲ្យណែនទៅបងប្អូនហើយយើងហូបទៅខួបប្រាំងខួបភាសាយើងកុំឲ្យបាក់ទិញគេបងប្អូនប៉ុន្តែប្រហែលជាជិះទិញគេមិនរួចទេព្រោះពីធុងហ្នឹងមិនប្រកាសថាញ៉ាំខ្លួនឯងទាំងអស់ទេផ្ញើទៅឲ្យមិត្តភ័ក្តិទៀត